ដំបូងសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាតាមដានស្ដាប់នៅមេតិការប្រចាំថ្ងៃរបស់វិទ្យុខ្មែរប៉ុស្តិ៍ដែលរួមមានគណៈបកចំនួន7បានដាក់បេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាឆ្នាំ2017នេះបកប្រឆាំងអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិតចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកបាត់យកការស្ដីអំពីបញ្ហាយុវជនកងរាជាត្រូវបានគេដោះលែងនីតិសុខភាពវិធីសាមញ្ញបំផុតដើម្បីបញ្ឈប់ការស្រមុកអត្ថបទចំណេះដឹងទូទៅស្ដីអំពីអង្គការជានរណាភាគទី31ចាសសម្រាប់ចុងបញ្ចប់នៃកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់នៅនីតិអប់រំតាមបែបព្រះពុទ្ធសាសនាស្ដីអំពីពុទ្ធអាវាតរបស់ព្រះពុទ្ធចាអស់លោកអ្នកនាងជាទីមេត្រីលំដាប់តទៅនេះនាងខ្ញុំសូមជូននៅព័ត៌មានគណៈបកចំនួន7បានដាក់បេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាឆ្នាំ2017នេះលោកសុកសានរាយការណ៍ជូននៅព័ត៌មាននេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានប្រកាសថារហូតមកដល់ពេលនេះមានតែគណៈបកនយោបាយចំនួន7ប៉ុណ្ណោះដែលបានស្នើសុំចុះបញ្ជីបេក្ខជនចូលឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី4ខែមិថុនាឆ្នាំ2017នេះក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះកោជបបានប្រកាសថាខ្លួនបានចាប់ផ្ដើមទទួលចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយនៅតាមគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅទូទាំងប្រទេសកោជបបានប្រកាសបន្ថែមថាគិតត្រឹមរសៀលថ្ងៃទី3ម្សិលមិញគណៈបកនយោបាយដែលបានចុះបញ្ជីបេក្ខជនរបស់ខ្លួនសម្រាប់ឈរឈ្មោះបោះឆ្នោតមានចំនួន7គណៈបកតាមរបាយការណ៍បឋមពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតបានដឹងថាគណៈបកនយោបាយដែលបានសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួមមានគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបករួបរวมជាតិគណៈបកហ៊ុនស៊ីមពេចនិងគណៈបកសម្បុកឃុំប្រជុំប្រជាធិបតេយ្យទោះជាបែបនេះក្តីគេសង្កេតឃើញថាគណៈបកធំចំនួន2គឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិដែលចាត់ទុកថាជាគណៈបកប្រឆាំងនោះបានបង្ហាញពីគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋហើយថ្មីនេះដែរលោកហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានរិះគន់គោលនយោបាយរបស់គណៈបកប្រឆាំងថាជាការសន្យាខ្យល់ស្របពេលដែលប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបង្ហាញពីគោលនយោបាយអតិភិប5ចំណុចដែលបកប្រឆាំងលើកឡើងថាសម្រាប់យកទៅឃោសនាប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នោះមានពាក្យថាដូរមេឃុំបម្រើបកដាក់មេឃុំបម្រើរាស្ត្រពង្រឹងសិទ្ធិអំណាចដល់ប្រជាពលរដ្ឋផ្ដល់ឱកាសនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបង្កើតសហគមន៍ផ្ដល់យោបល់វិតម្លៃនិងចូលរួមធ្វើសេចក្តីសម្រេចនានាក្នុងគុំសង្កាត់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងអភិវឌ្ឍការពារសិទ្ធិដីធ្លីស្របច្បាប់របស់ពលរដ្ឋមិនចុះហត្ថលេខាលើការវិនិយោគឬសម្បទានណាដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិឡើយយ៉ាងណាក៏ដោយមជ្ឈដ្ឋានមួយចំនួនទាំងសហគមន៍ជាតិនិងអន្តរជាតិបានបង្ហាញការព្រួយបារម្ភចំពោះកម្ដៅនយោបាយនាពេលថ្មីនេះបន្ទាប់ពីគណៈបកកណ្ដាលអំណាចបានធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយដែលពួកគេមានការព្រួយបារម្ភពីដំណាភាពនៃការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខ្ញុំសុកសានវិទ្យុខ្មែរប៉ុស្តិ៍ KPR រាយការណ៍ពីភ្នំពេញបកប្រឆាំងអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិតចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកលោកពេជ្រវាសនារាយការណ៍ជូននៅព័ត៌មាននេះនៅថ្ងៃនេះគណៈបកសង្គ្រោះជាតិបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿទៅលើសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួននៅក្នុងស្រុកដែលគណៈបកនេះថាជាការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈបកសង្គ្រោះជាតិចុះថ្ងៃទី4មិនិនានេះសេចក្តីអំពាវនាវរបស់គណៈបកប្រឆាំងត្រូវធ្វើឡើងបែបនេះមួយថ្ងៃក្រោយសារព័ត៌មាន Fresh News បានចុះផ្សាយថាមានការបែកធ្លាយសារឆ្លើយឆ្លងគ្នាតាម WhatsApp រវាងមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងតំណាងរាជគណៈបកប្រឆាំងលោកម៉ៅមនីវ៉ាន់ព្រមទាំងលោកកឹមសុខាត្រូវបានគេទម្លាយនៅក្នុងអត្ថបទចុះផ្សាយរបស់ខ្លួនសារព័ត៌មាន Fresh News បានដកស្រង់សារឆ្លើយឆ្លងគ្នាទាំងនោះដែលត្រូវបានទម្លាយនៅលើគេហទំព័រឈ្មោះសីហា
ដែលចាត់ទុកថាជាការឆ្លោយឆ្លងគ្នារវាងមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងលោកម៉ៅមនីវ៉ាន់តំណាងរាជគណៈបកសង្គ្រោះជាតិព្រមគ្នាជាមួយនោះក៏មានលោកកឹមសុខាដែលជាប្រធានគណៈបកថ្មីផងដែរដោយចុះផ្សាយទាំងនេះមិនមានការបកស្រាយពីខាងគណៈបកប្រឆាំង Fresh News បានផ្សាយថាលោកកឹមសុខាបានទទួលយកផែនការទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រីទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍នៅថ្ងៃនេះគណៈបកសង្គ្រោះជាតិបានចាត់ទុកព័ត៌មាននេះថាមិនពិតនិងមានលក្ខណៈបំបែកបំបាក់គណៈបកមួយនេះខ្ញុំពេជ្រវាសនាវិទ្យុខ្មែរប៉ុស្តិ៍ KPR ភ្នំពេញស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍លោកអ្នកនឹងដឹងពីព្រឹត្តិការណ៍ថ្មីៗស្ដីពីទស្សនៈយុវជនសង្គមនិងនយោបាយនៅកម្ពុជាចាស់ព័ត៌មានដែលរៀបរៀងដោយនាងខ្ញុំនាពេលនេះសូមចាប់តែត្រឹមប៉ុណ្ណេះវិទ្យុខ្មែរប៉ុស្តិ៍សូមជូននាទីសុខភាពនាទីសុខភាពវិធីសាមញ្ញបំផុតដើម្បីបញ្ឈប់ការស្រមុកចាស់សម្រាប់នាទីនេះជំរាបជូនដល់លោកសុកជាសួស្តីអស់លោកអ្នកនាងស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនៅពេលនេះខ្ញុំបាទសុកជាសូមលើកយកអត្ថបទសុខភាពមកជម្រាបជូនវិធីសាមញ្ញបំផុតដើម្បីបញ្ឈប់ការស្រមុកស្ទើរតែគ្មាននរណាម្នាក់ដឹងវាពិតណាស់ការគេងស្រមុកពិតជាផ្ដល់ការរំខានយ៉ាងខ្លាំងទាំងខ្លួនអ្នករួមទាំងដៃគូរបស់អ្នកដែលគេងជាមួយគ្នាផងដែរវាពិតជាអាចធ្វើឲ្យពួកគេមានអារម្មណ៍តានតឹងជាពិសេសសម្រាប់ប្តីប្រពន្ធដែលទទួលរងសំឡេងរំខានពីការស្រមុកនេះជារៀងរាល់ថ្ងៃតើអ្វីបណ្ដាលឲ្យស្រមុកគេងស្រមុកគឺជាទម្លាប់មិនល្អដែលកើតឡើងនៅក្រោមលក្ខណៈមួយចំនួនដូចខាងក្រោមនេះនៅពេលដែលផ្លូវដង្ហើមរបស់អ្នកតឹងដែនការស្ទះជញ្ជាំងច្រមុះនៅពេលដែលអ្នកលើសទម្ងន់ប្រសិនបើអ្នកផឹកភេសជ្ជៈមានជាតិអាល់កុលលើសកម្រិតមនុស្សដែលមានកំហាកច្រើនលើសលប់នៅក្នុងបំពង់កវាជាការគួរឲ្យចាប់អារម្មណ៍នៅក្នុងការកត់សម្គាល់ថាការស្រមុកជាធម្មជាតិកើតឡើងនៅពេលដែលអ្នកគេងនៅពេលយប់អ្នកអាចការពារនិងបំបត្តិការគេងស្រមុកបានដោយវិធីធម្មជាតិដូចខាងក្រោមនេះគ្រឿងផ្សំខ្ញីស្រស់1ដុំក្រូចឆ្មា 1/4 ផ្លែលើសពីនេះក៏បានដែរផ្លែប៉ោម2ផ្លែការ៉ុត2មើមតូចការរៀបចំសូមប្រាកដថាអ្នកបានក្រឡុកគ្រឿងផ្សំទាំងនេះនៅក្នុងម៉ាស៊ីនក្រឡុកទើបជាការប្រសើរវាអាចជួយឲ្យល្បាយម៉ត់សព្វល្អរបៀបប្រើជារៀងរាល់ថ្ងៃអ្នកគួរតែផឹកល្បាយនេះឲ្យបាន2ម៉ោងមុនពេលចូលគេងអត្ថប្រយោជន៍នៃឱសថនេះគឺមានប្រសិទ្ធភាពយ៉ាងខ្លាំងដោយសារតែគ្រឿងផ្សំដូចជាក្រូចឆ្មានេះគឺសម្បូរទៅដោយជាតិវីតាមីន C ដែលជួយជំរុញទឹកអំបិលឲ្យចេញពីក្នុងរន្ធច្រមុះនិងមានប្រសិទ្ធភាពក្នុងការសម្អាតវាចេញផងដែរខ្ញីអាចជួយក្នុងការបំបាត់ការឈឺចុកចាប់និងមានឥទ្ធិពលដើម្បីសម្រួលដល់ប្រហោងច្រមុះដកដង្ហើមបានធូរលោកអ្នកនាងស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីអត្ថបទនេះអាចជូនដល់ខ្ញុំបាទសុកជានៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ
ចំណេះដឹងទូទៅស្ដីអំពីអង្គការជានរណាភាគទី31ដំណាក់កាលដែលអង្គការត្រូវសម្លាប់គណៈកម្មការកងនិងឆ្លប់ជាអតីតចោរដើមខែតុលាឆ្នាំ1978អង្គការចេញបញ្ជាឲ្យដកអាវុធពីឆ្លប់ដោយបោកបញ្ឆោតថាប្រទេសយើងបានសន្តិភាពហើយមិត្តយើងមិនបាច់កាន់កាំភ្លើងច្រងេងច្រងាងនាំឲ្យប្រជាជនភ័យខ្លាចឡើយនៅយប់ថ្ងៃទី20ខែ10ឆ្នាំ1978ម៉ោងប្រហែល8យប់មានក្រុមឃាតករអាថ៌កំបាំងចេញមកកាន់គ្រប់កងស្រែកហៅចំឈ្មោះមេកងនឹងឆ្លប់ឲ្យចេញមកជួបរួចវាយសម្លាប់ចោលភ្លាមគ្មានសួរអ្វីមួយម៉ាត់ឧទាហរណ៍មួយយ៉ាងជាក់ស្ដែងមានដូចតទៅនេះប្រធានសហករណ៍លក់ជ្រាវតំបន់1ខេត្តបាត់ដំបងឈ្មោះមិត្តលីជាតិយួនបន្លំយកសញ្ជាតិជាខ្មែរជាអតីតសមាជិកបកប្រជាជនបដិវត្តខ្មែរគឺជាអតីតខ្មែរវិតមិញប្រធានសហករណ៍នេះមានឆ្លប់2នាក់គឺមិត្តកោតនិងមិត្តរ៉េតមិត្តកោតរស់នៅតែក្នុងព្រៃខាងត្បូងភូមិកោហតតាំងតែពីក្មេងមកមានចរិតជាចោរផងជាខ្មែរក្រហមផងនៅពេលដែលអង្គការដណ្ដើមបានក្រុងភ្នំពេញភ្លាមអង្គការបញ្ជូនមិត្តកោតមកកាន់សហករណ៍លក់ជ្រាវចាត់តែងតាំងជាស្រេចជាឆ្លប់បែកខាងជើងព្រមទាំងប្រគល់អភ័យឯកសិទ្ធិអាចស្នើនិងសម្លាប់ខ្មែរដោយសេរីដូច្នេះនៅពេលនោះមិត្តកោតជាកញ្ជ្រោងអត់ឃ្លានដែលចូលចំទ្រង់មាន់កោតខ្លាចទៅជាឃាតករដ៏សាហាវអស្ចារ្យម្នាក់ប្រជាជនខ្មែរណាដែលលួចដូររបស់ផ្សេងដើម្បីរកម្ហូបអាហារទប់ការអត់ឃ្លានត្រូវបានកោតនាំយកទៅសម្លាប់ចោលភ្លាមដោយគ្មានសួរយោបល់អ្នកណាម្នាក់ឡើយសេចក្តីសម្រេចរបស់វាមានតែពាក្យមួយម៉ាត់ទុកមិនចំណេញដកចេញក៏មិនខាតដើម្បីជាគំរូកោតហ៊ានធ្វើពលីកម្មឲ្យឃាតករចូលចាប់ឪពុកក្មេកតាញ័រយកទៅសម្លាប់និងម្ដាយក្មេករបស់ខ្លួនយកទៅដាក់គុកស្រីមេម៉ាយនៅព្រៃតាប៉ែនប្រជាជននៅសហករណ៍លក់ជ្រាវទាំងមូលបាក់ស្បាតខ្លាចកោតស្ទើរបាក់លៀងដោយកូនសេះឃើញខ្លាមិត្តកោតរស់នៅជាមួយគ្រួសារមិត្តពីក្នុងផ្ទះមួយស្ថិតនៅកងលេខ3ភូមិព្រៃស្វាយខាងលិចក្នុងសហករណ៍លក់ជ្រាវតំបន់1នៅយប់ថ្ងៃទី20ខែ10ឆ្នាំ1978ព្រឹត្តិការណ៍មួយក៏កើតមានឡើងនៅផ្ទះមិត្តកោតម៉ោង8យប់ស្រាប់តែមានមនុស្សមួយក្រុមចំនួន5នាក់កាន់អាវុធគ្រប់ដៃដើរមកឈប់នៅមុខកម្មជដារផ្ទះមនុស្សម្នាក់ស្រែកហៅមិត្តកោតឮដូច្នេះមិត្តកោតប្រញាប់ប្រញាល់ចុះមកទទួលភ្ញៀវទាំងញញឹមញញែមតែអនិច្ចាមិត្តកោតណាស់ចុះមិនតាន់ដល់ដីផងនៅសល់2កម្មទៀតមនុស្សម្នាក់មានធំបោះក្រមាតាក់កមិត្តកោតអូសទាញទម្លាក់ដីរួចទាត់ធាក់គ្មានប្រណីដោយឥតហេតុមិត្តពីជាប្រពន្ធភ័យស្លន់ស្លោនិយាយទៅកាន់ឃាតករបណ្ដាលយំបណ្ដាលថាមិត្តអើយវាសម្លាប់គ្រួសារខ្ញុំដូច្នេះច្រឡំខុសហើយគ្រួសារខ្ញុំនេះឈ្មោះកោតគាត់ជាឆ្លប់ក្នុងសហករណ៍លក់ជ្រាវគាត់ជាកូនបង្កើតរបស់មិត្តកើតទាំងឪពុកទាំងកូនបម្រើអង្គការពេញ5ឆ្នាំ1ខែឃាតករវាសម្លាប់កោតបណ្ដាលឆ្លើយតបទៅមិត្តពីបណ្ដាលយ៉ាងកំបុតកំបុយថាឥឡូវនេះដល់វេនមិត្តកោតហើយវាសម្លាប់មិត្តកោតរួចហើយឃាតករក៏កប់នៅជើងជណ្ដាលផ្ទះដោយទុកបន្សល់ជើងម្ខាងនៅលើដីហើយដើរចេញទៅក្នុងយប់តែមួយវេលាម៉ោងដដែលក្នុងកងចិត្តភ្លោកស្ថិតនៅខាងត្បូងសហករណ៍លក់ជ្រាវដដែលមានមនុស្សមួយក្រុមចំនួន5នាក់ដូចគ្នាកាន់អាវុធគ្រប់ដៃសម្ដៅទៅកាន់ផ្ទះមិត្តរ៉េតម្ចាស់ផ្ទះក៏ចេញមកជួបក្រុមនេះពួកឃាតករវាយប្រហារមិត្តរ៉េភ្លាមដោយគ្មាននិយាយមួយម៉ាត់ទេសម្រាប់រួចហើយឃាតករក៏យកអន្ទាក់ចងកខ្មោចរួចអូសដូចខ្មោចឆ្កែយកទៅកប់នៅចំផ្លូវបំបែកជា4ដែលស្ថិតនៅខាងលិចភូមិចិត្តភ្លោកម្ដងនេះវាកប់ខ្មោចទុកត្រឹមក្បាលសម្រាប់បង្ហាញប្រជាជនតាំងពីដើមមកមិត្តរ៉េតជាចៅដ៏សាហាវឃោឃៅមានទីលំនៅភូមិវាចាបនៅពេលដែលអង្គការដណ្ដើមយកបានក្រុងភ្នំពេញអង្គការបញ្ជូនមិត្តរ៉េតមកកាន់សហករណ៍លក់ជ្រាវចាត់តែងតាំងជាឆ្លប់បែកខាងត្បូងព្រមទាំងប្រគល់អភ័យឯកសិទ្ធិអាចស្នើនិងសម្លាប់ខ្មែរដោយសេរីមិត្តរ៉េតសម្រេចកាត់ទោសប្រជាជនថ្មីមានភាពសាហាវជាងមិត្តកោតទៅទៀតសេចក្តីសម្រេចរបស់វាមានតែមាត់ទទេថាទុកមិនចំណេញដកចេញក៏មិនខាតកាលពីនៅរស់មិត្តរ៉េតបានបញ្ចេញចម្ងល់របស់ខ្លួនឲ្យយើងដឹងថាខ្មែរយើងដែលម្ចាស់ព្រៃដ៏ធំធេងទាំងនេះមិនដែលបានស្គាល់គ្រប់ជ្រុងជ្រោយឡើយរីឯពួកបូដូយវិញម្នាក់មានផែនទីស្រុកយើងគ្រប់ដៃ
ដែលជាហេតុឲ្យពួកវាស្គាល់ព្រៃប្រឹក្សាស្រុកខ្មែរគ្មានចន្លោះពីឆ្នាំ1963ទៅឆ្នាំ1973ក្នុងរយៈពេល10ឆ្នាំនេះមិត្តរ៉េតរស់នៅជាមួយបូដូយហើយជាពិសេសសំណាក់នៅលើភ្នំ7ជាន់អស់រយៈពេល7ឆ្នាំមិត្តរ៉េតឃើញបូដូយស្លាប់យ៉ាងច្រើនបណ្ដាលមកពីជំងឺគ្រុនចាញ់ផឹកទឹកជ្រោះមិនស្អាតដោយគ្មានអនាម័យគ្រប់គ្រាន់និងស្លាប់ដោយសារចម្បាំងដើម្បីជួយខ្មែរក្រហមវាយតបលន់នល់លុះដល់ចុងឆ្នាំ1973ស្រាប់តែបាត់មុខបូដូយពួកអស់រលីងបែរជាចេញឈ្មោះអង្គការអនាមិកជាមេបញ្ជាការទៅវិញដូច្នេះចាប់តាំងពីពេលនោះមកអង្គការអនាមិកសន្យាជាអឡារឹកច្រាំដាល់ថាពេលណាអង្គការបានទទួលជ័យជំនះលើរបបលន់នល់ហើយអង្គការនឹងផ្ដល់សុភមង្គលសេរីភាពការសប្បាយរុងរឿងដល់មិត្តទាំងអស់ឆ្នាំ1975អង្គការដណ្ដើមបានជោគជ័យតែស្ថានភាពកាន់តែតឹងតែងឡើងទូរភិក្សអត់ឃ្លានកាន់តែខ្លាំងជាពិសេសសង្គ្រាមកាន់តែវាយប្រហារធ្ងន់ធ្ងរជាងមុនទៅទៀតគួរឲ្យចម្លែកណាស់អង្គការបែរជាបញ្ជាឲ្យធ្វើទារុណកម្មទៅលើរាជខ្មែរយ៉ាងងងឹតអន្តការទៅវិញនេះជាសម្ដីរបស់មិត្តរ៉េតដែលបានថ្លែងប្រាប់លោកគ្រូពេទ្រីនៅពេលដែលគាត់ទៅព្យាបាលជំងឺឲ្យគ្រួសាររបស់មិត្តរ៉េតម្ដងមិនតែប៉ុណ្ណោះមិត្តរ៉េតថែមទាំងទូមានឲ្យគ្រូពេទ្យប្រុងប្រយ័ត្នខ្លួនទៀតផងឧទាហរណ៍យ៉ាងជាក់ស្ដែងមួយទៀតមានដូចតទៅនេះនៅសហករណ៍ព្រៃតូចតំបន់4ខេត្តបាត់ដំបងមានឆ្លូ2នាក់ជាឃាតករយ៉ាងឃោរឃៅនិងសាហាវអស្ចារ្យម្នាក់ឈ្មោះមិត្តយិនម្នាក់ទៀតឈ្មោះមិត្តហាក់មិត្តទាំងពីរនេះកើតនៅភូមិកែករទេសស្រុកសង្កែខេត្តបាត់ដំបងឪពុកម្ដាយរបស់មិត្តទាំងពីរនេះជាខ្មែរកម្ពុជាក្រោមយិននិងហាក់ជាចៅរស់នៅតែក្នុងព្រៃរនាមស្ថិតនៅខាងកើតភូមិកែករទេសវាតែងតែចូលមកប្លន់រាជខ្មែរនៅភូមិកែករទេសជារឿយជាមួយនឹងពួកចៅគ្នាវាចំនួនពី10ទៅ15នាក់កាន់កាំភ្លើងគ្រប់ដៃវាប្លន់គោរទេសប្រមូលទ្រព្យសម្បត្តិរៀបដាក់រទេសហើយវាដុតផ្ទះអ្នកស្រុកទីបញ្ចប់វាក៏បាញ់សម្លាប់ម្ចាស់ផ្ទះចោលគ្មានត្រាប្រណីទេជួនកាលវាប្រមូលម្ចាស់ផ្ទះបានមួយចំនួនហើយវាក៏បោះគ្រាប់បែកទៅលើក្រុមមនុស្សអភ័ព្វទាំងនោះតែម្ដងនៅពេលដែលអង្គការដណ្ដើមបានយកក្រុងភ្នំពេញភ្លាមអង្គការចាត់តែងតាំងមិត្តយិននិងមិត្តហាក់ជាស្រេចជាឆ្លបរួចបញ្ចូលទៅកាន់សហករណ៍ព្រៃតូចតំបន់4ខេត្តបាត់ដំបងព្រមទាំងប្រគល់អភ័យឯកសិទ្ធិឲ្យស្នើនិងសម្លាប់រាជខ្មែរដោយសេរីតាមសាលក្រមតែពាក្យមួយឃ្លាដដែលទុកមិនចំណេញដកចេញក៏មិនខាតមិត្តទាំងពីរនេះមានទីលំនៅនៅភូមិកែករទេសវិញដោយបានទទួលអភ័យឯកសិទ្ធិពីអង្គការលើដមហិមាឃាតករទាំងពីរនេះក៏តាំងសម្ដែងរិទ្ធយ៉ាងសាហាវចាប់ចងប្រជាជនខ្មែរជាពិសេសភេទប្រុសនាំយកទៅសម្លាប់ចោលជាហូរហែសូម្បីតែបងប្អូនបង្កើតបងប្អូនជីដូនមួយក្មួយបង្កើតរបស់វាក៏វាសម្លាប់ឥតញញើតដៃទេដោយសារអំពើយងខ្នងរបស់មេឃាតករទាំងពីរនាក់នេះភូមិកែករទេសទាំងមូលក៏កើតចលាចលជាខ្លាំងប្រជាជនថ្មីភេទប្រុសនាំគ្នាផ្សងព្រេងរត់ចោលភូមិព្រាត់ប្រាសនិរាសគ្រួសារសឹងអស់រលីងអ្នកភូមិកែករទេសដែលនៅសល់ដល់សប្តាហ៍ថ្ងៃមកពីបានកិច្ចខ្លួនរួចទៅកាន់ភូមិឆ្ងាយហើយដូរឈ្មោះផ្សេងទៅវិញនៅយប់ថ្ងៃទី20ខែ10ឆ្នាំ1978មានក្រុមឃាតករអាថ៌កំបាំងយ៉ាងច្រើនលើសលប់ចេញពីព្រៃរនាមកាន់អាវុធគ្រប់ដៃសម្ដៅមកសហករណ៍ព្រៃតូចដើម្បីសម្លាប់គណៈកម្មការកងនិងឆ្លូបជាអតីតចោរដែលគ្មានពេលនិងបំរើខ្លួនរំដោះរួចបានឡើយក្រុមឃាតករទាំងនេះមិនភ្លេចមិត្តហាក់និងមិត្តយិនទេពួកវាចូលកាន់ភូមិកែករទេសចាប់មិត្តហាក់សម្លាប់ចោលភ្លាមមួយរំពេចក្រុមឃាតករអាថ៌កំបាំងមួយទៀតចាប់មិត្តយិនចងរួចវះផ្ពាល់ទាំងសងខាងកាត់ម្រាមដៃម្រាមជើងនាំយកទៅឃុំទុកក្នុងវិហារកែករទេសបង្អត់បាយទឹករួយពងដាក់ដំបៅហើយខ្លាចទៅជាដង្កូវរោគញ៉ាំងឲ្យមិត្តយិនឈឺចាប់ស្រែករោមុននឹងស្លាប់យ៉ាងវេទនាគួរឲ្យចម្លែកណាស់ចំណែកឯប្រជាជនថ្មីក្នុងសហករណ៍ទាំងពីរនោះលុះបានឃើញផ្ទាល់ភ្នែកនៅទារុណកម្មនិងឃាតកម្មយ៉ាងចម្លែកដូចនេះបាននាំគ្នារកតែពុទ្ធោប៉ុណ្ណោះហើយខំមាត់សង្ងំស្ងៀមខំសម្រុកធ្វើការបដូរជីវិតគ្រប់គ្នាគ្មានអារម្មណ៍ថាត្រូវអឬត្រូវភ័យអ្វីទេព្រោះមិនដឹងថាអង្គការបញ្ចេញផែនការអ្វីតទៅទៀតយ៉ាងដូចម្ដេច
សូមជូនមេត្រីព្រះពុទ្ធសាសនាចាសសម្រាប់ចុងបញ្ចប់នៃកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នាថ្ងៃនេះលោកអ្នកនាងនៅបានស្ដាប់នៅនីតិអប់រំតាមបែបព្រះពុទ្ធសាសនាស្ដីអំពីពុទ្ធអាវត្តរបស់ព្រះពុទ្ធចាសសម្រាប់នីតិនេះសម្របសម្រួលដោយលោករីជូដូច្នេះសូមអស់លោកអ្នកនាងកញ្ញាតាមដានស្ដាប់ដូចតទៅសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរលោកអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះកម្មវិធីអប់រំបានពេលមកជួបជាមួយព្រះអង្គនិងលោកអ្នកស្ដាប់ជាថ្មីទៀតហើយនៅបាទតាមពេលវេលាដែលបានកំណត់ទុកគឺរៀងរាល់ថ្ងៃសៅរ៍ហើយក្នុងថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទសូមលើកយកប្រធានបទដែលតកតងទៅនឹងពុទ្ធឱវាទរបស់សម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គបានសម្ដែងទុកមកដើម្បីជាវត្តប្រតិបត្តិដល់ប្រជាពុទ្ធបរិស័ទទូទៅសូមបញ្ជាក់ផងដែរថាពុទ្ធឱវាទនេះដើម្បីជាការផ្សព្វផ្សាយឲ្យពុទ្ធបរិស័ទទាំងអស់បានយល់កាន់តែជ្រាបច្បាស់ឬក៏ជាពិសេសឲ្យសិស្សានុសិស្សតាមសាលានានាបានជ្រាបបានយល់បានដឹងឲ្យបានជាទូទៅនោះបដិប្រគុណព្រះភិក្ខុខេមចារយុហុតព្រះអង្គបានផ្ដួចផ្ដើមឲ្យជាងសរសេរនៅលើផ្ទាំងថ្មម៉ាបនៅពុទ្ធឱវាទទាំង3ចំណុចដែលសរសេរថាសัพពបបស្សៈអករណੰកុំធ្វើអំពើបាបគ្រប់បែបយ៉ាងកុសលសោបសម្បទាត្រូវបំពេញកុសលឲ្យបានគ្រប់ពេលវេលាដែរហើយទី3សច្ចិតបរិយោតបណੰសម្អាតចិត្តឲ្យបានស្អាតផុសផុសទាំង3នេះជាឱវាទរបស់ព្រះពុទ្ធគ្រប់ព្រះអង្គព្រះអង្គបានឲ្យជាងសរសេរលើផ្ទាំងថ្មម៉ាបដូច្នេះហើយក៏ព្រះអង្គផ្សព្វផ្សាយចែកទូទាំងប្រទេសកម្ពុជាសឹងតែគ្រប់ខេត្តក្រុងទាំង24 25នឹងហើយខ្ញុំប្រកាសណាខ្ញុំបាទនោះក៏បាននាំយកផ្ទាំងថ្មម៉ាបដែលជាពុទ្ធឱវាទនេះមួយចំនួនទៅប្រគេនចែកជូនព្រះអង្គតាមវត្តខ្លះតាមសាលារៀនខ្លះហើយថ្មីនេះនៅស្រុកកំពង់តាឡាចគឺមានញាតិញោមហើយនឹងសិស្សខ្លះបានសួរថាសេចក្តីដែលសរសេរនៅលើផ្ទាំងថ្មនឹងជាសេចក្តីខ្លីសង្ខេបហើយសូមឲ្យខ្ញុំកណាខ្ញុំបាទនឹងធ្វើអត្ថាធិប្បាយបញ្យលឲ្យបានច្បាស់ពិស្ដារបន្តិចហើយរកពេលវេលាដើម្បីនឹងផ្សព្វផ្សាយនិងបញ្យលឲ្យបានដឹងឮជាទូទៅផងប្រហែលដូច្នោះហើយបានជាខ្ញុំកណាខ្ញុំបាទក្នុងឱកាសនេះបាទសូមលើកយកនៅពុទ្ធឱវាទទាំង3នឹងដោយមានបាននិមន្តបដិប្រគុណសង្ឃរកិតោសួនសុភាពអង្គគង់នៅវត្តបទុមវតីរាជវរារាមសូមនិមន្តព្រះអង្គជាវាគ្មិនដើម្បីសម្ដែងបញ្យលនៅលើខ្លឹមសារនៃពុទ្ធឱវាទទាំង3ចំណុចដោយបានរៀបរាប់ពីខាងដើមរួចមកហើយក្នុងឱកាសនេះខ្ញុំកណាសូមក្រាបថ្វាយបង្គំបដិប្រគុណសង្ឃរកិតោសួនសុភាពចម្រើនពរសាធុកណាដូចខ្ញុំកណាបានរៀបរាប់មិញហើយសូមទី1ចំណុចដំបូងសូមព្រះអង្គមានសង្ឃដីកាយល់អំពីពុទ្ធឱវាទដល់ចំណុចទី1ដែលជាបាលីថាសัพពបស្សៈអករណੰណាសូមព្រះអង្គបញ្យល់សេចក្តីជាភាសាខ្មែរដើម្បីប្រគេនចែកជូនលោកអ្នកស្ដាប់ហើយជាពិសេសសិស្សានុសិស្សនៅតាមសាលារៀនឲ្យបានស្ដាប់ហើយយល់បានសេចក្តីនឹងផងកណាសូមរតនានិមន្តកណាសាធុចម្រើនពរញោមរីជោក៏ដូចជាបឋមខ្ញុំប្រកាសណាសូមនមស្ការអរកាយក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យគុណកៅទាំង3ជារតនៈដ៏ដំប្រសើរវិសេសលើលោកនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលព្រះអង្គមានព្រះវត្តមាននៅក្នុង
ពុទ្ធសាសនមណ្ឌលនេះដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាព្រមមួយលើសូមចម្រើនពររាប់អានចំពោះញាតិញោមពុទ្ធបរិស័ទពុទ្ធសាសនិកជននៅគ្រប់ទិសទីដែលតែងតែនិយមតាមដាននៅស្ដាប់នៅសំឡេងព្រះធម៌តាមរយៈវិទ្យុខ្មែរប៉ុស្តិ៍ថ្ងៃនេះគឺថាការលើកឡើងរបស់ញោមរិជោតាក់ទងជាមួយនឹងឱវាទរបស់ព្រះសម្មាសម្ពុទ្ធបានសេចក្តីថាការប្រោះប្រទាននៅការទេសនាអប់រំទូលមានរបស់ព្រះបរមសម្មាសម្ពុទ្ធជាអង្គម្ចាស់រាប់ចាប់ដើមតាំងពីព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះសព្វញ្ញុតញ្ញាណមកគឺអស់រយៈកាល45ព្រះវស្សាព្រះអង្គទ្រង់បានបំពេញនូវពុទ្ធកិច្ចទាំង5ហើយពុទ្ធកិច្ចដែលនៅក្នុងនោះដោយឡែកពុទ្ធកិច្ចទាំង5គឺមានសាយនហេធម្មទេសនាគឺពេលរសៀលព្រះអង្គទ្រង់បានត្រាស់សម្ដែងព្រះធម៌ទេសនាការសម្ដែងព្រះធម៌ទេសនាអស់រយៈកាល45ព្រះវស្សានេះសរុបមកនៅត្រឹម3នឹងឯងគឺសព្វបាបសករណង្ខបានសេចក្តីថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រោះប្រទាននៅព្រះធម៌ទេសនាហើយទ្រង់បានហាមដល់សពសត្វទាំងអស់គ្រប់សតវណ្ណៈគ្រប់ជនជាតិសាសន៍ទាំងអស់ដែលមាននិស្ស័យជឿជាក់ប្រតិបត្តិតាមព្រះពុទ្ធសាសនានឹងគឺមិនឲ្យធ្វើនៅអំពើបាបទាំងពួងនឹងន័យទី1ដែលបានលើកឡើងហើយពាក្យថាតាក់ទងជាមួយនឹងការមិនឲ្យធ្វើនៅអំពើបាបនេះប្រកាសណាគុណចាស់គ្រប់អង្គញាតិញោមពុទ្ធបរិស័ទក៏បានជ្រាបបានយល់ហើយពីព្រោះពាក្យថាបាបនេះគឺពេញនិយមណាស់នៅក្នុងពុទ្ធសាសនារបស់យើងដែលសូម្បីតែក្មេងទូចក៏តែងតែនិយាយថាពាក្យថាបាបបុណ្យនេះដែរនឹងចម្រើនពរឱវាទទី1គឺសព្វបាបសករណង្ខនឹងបានសេចក្តីថាហាមមិនឲ្យធ្វើនៅអំពើបាបទាំងពួងហើយឱវាទទី1នេះយើងសរុបសេចក្តីខ្លីមកបានដល់ព្រះវិន័យឱវាទទី1នេះគឺបានដល់ព្រះវិន័យដែលមាន21000ធម្មខណ្ឌគឺជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងដល់សពសត្វទាំងអស់រយៈកាល45ព្រះវស្សាហ្នឹងគឺយើងសរុបមកបានដល់ព្រះវិន័យដែលមានប្រមាណ21000ធម្មខណ្ឌគឺជាការដាស់តឿនក្រើនរំលឹកដល់មហាពុទ្ធបរិស័ទទាំងអស់ឲ្យមានការភ្ញាក់រលឹកនិងរឯងក្រែងខ្លាចនៅអំពើបាបពីព្រោះអំពើបាបនោះឯងគឺជាមូលហេតុគឺជាដើមចមដែលនាំឲ្យសពសត្វទាំងអស់ដល់នៅសេចក្តីទុក្ខវិនាសព្រាត់ប្រាសអន្តរាយហើយក៏ជាប្រភពនៃការឈឺចាប់គ្រប់បែបយ៉ាងដែលនាំឲ្យសពសត្វទាំងអស់មានសេចក្តីទុក្ខនិរាសគ្រប់បែបយ៉ាងគឺកើតចេញអំពីបាបនឹងឯងគឺជាមូលហេតុចម្រើនពរគណៈព្រះអង្គទានតាក់ទងនឹងអំពើបាបនឹងមានន័យថាម៉េចទៅទានពាក្យថាបាបនឹងបានជាពុទ្ធជាម្ចាស់ព្រះអង្គទ្រង់មិនឲ្យធ្វើទី1ទី2ទៀតតើអំពើបាបនឹងដែលធ្វើនឹងធ្វើតាមទ្វាអីខ្លះទៅដោយទ្វាអីខ្លះទៅណាសូមព្រះអង្គមេត្តាពយល់ឲ្យបានពិស្ដារបន្តិចណាចា៎ចម្រើនពរសាធុនិងអរគុណចំពោះការលើកឡើងរបស់ញោមតាក់ទងជាមួយនឹងអំពើបាបយើងកាន់ពុទ្ធសាសនាគ្រប់សតវណ្ណៈខ្មែរយើងនឹងគឺថារាប់អានជឿជាក់ក្នុងការប្រតិបត្តិតាមនៅឱវាទទានុសាសនីដែលជាពាក្យទូលមានព្រានប្រដៅដ៏ប្រសើរវិសេសរបស់ព្រះពុទ្ធអង្គម្ចាស់សួរថាបាបនឹងបានសេចក្តីយ៉ាងម៉េចជាខេមរៈភាសាខ្មែរយើងមែនទែនទៅនៅស្រុកយើងនេះគឺថាឲ្យតែនិយាយពាក្យថាបាបនឹងដូចជាយល់ប៉ុន្តែចំណែកខ្លះក៏យល់ចំណែកខ្លះក៏ឃើញថានៅមិនទាន់យល់ចំពោះញាតិញោមពុទ្ធបរិស័ទដែលជឿជាក់ច្បាស់លាស់មែនទែនហើយជាអ្នកដែលមានការសិក្សារៀនសូត្របានច្រើនហ្នឹងឃើញថាអាចយល់ណាហើយមួយទៀតទោះបីយើងមិនយល់អត្ថន័យហ្នឹងក៏ពិតមែនប៉ុន្តែចេះប្រើពាក្យហ្នឹងទៅបាបនេះជាភាសា
ដែលយើងរៀបរាប់ទៅថាជាភាសាបាលីដែលមានសេចក្តីថាជាអំពើលាមកប្រែថាលាមកអាក្រក់ពុំប្រសើរឬក៏អំពើដែលធ្វើឲ្យនាំឲ្យខ្លួននឹងសៅហ្មងវិនិច្ឆ័យអន្តរាយនឹងបាបដោយទៅនឹងខ្មែរយើងគេប្រើថាទុច្ចរិតលាមកអំពើលាមកឬក៏កម្មជាលាមកឬអកុសលណាហើយនៅក្នុងហ្នឹងដែលយើងប្រើថាសៅហ្មងអីចឹងទៅទាំងអស់នេះគឺសរុបសេចក្តីមកគឺជាបាបគឺជាបានសេចក្តីថាបាបហ្នឹងប្រែយើងឲ្យនិយមន័យថាញ៉ាំងសัตว์ឲ្យដល់នៅសេចក្តីវិនិច្ឆ័យដែលយើងប្រែថាអញ្ចឹងន័យអញ្ចឹងចុះណាបាបហ្នឹងបានសេចក្តីថាញ៉ាំងនៅអ្នកប្រតិបត្តិហ្នឹងឲ្យដល់នៅសេចក្តីវិនិច្ឆ័យអន្តរាយអ្នកប្រព្រឹត្តអ្នកធ្វើនៅអំពើបាបទុច្ចរិតអកុសលលាមកហើយដែលជាតណ្ហធัวឬក៏ធัวខ្មៅអីហ្នឹងយើងអាចចាត់ថាគឺជាហេតុជាទីតាំងដែលឲ្យសត្វលោកនឹងឯងដល់នៅសេចក្តីវិនិច្ឆ័យអន្តរាយទុក្ខសោកគ្រោះថ្នាក់សពបែបប្រការហើយបាបនេះកើតឡើងដោយទ្វា3គឺមនុស្សយើងគឺមានទ្វា3ហ្នឹងសម្រាប់ប្រព្រឹត្តសន្សំកសាងនៅអំពើជាកុសលនិងអំពើជាអកុសលឬក៏អំពើបាបនិងអំពើបុណ្យទ្វា3គឺមានកាយទ្វាវិច័យទ្វានិងមនោទ្វាកាយទ្វាគឺបានដល់ផ្លូវកាយការសម្លាប់លួចនិងការប្រព្រឹត្តខុសក្នុងកាមវិច័យទ្វាគឺការនិយាយកុហកនិយាយពាក្យមុសានិយាយពាក្យញុះញង់ខ្មែរយើងនឹងគឺថាយើងច្រើនពាក្យហ្នឹងគឺថាពាក្យញុះញង់ចាក់ដោតរកួនគ្នានឹងឯងហើយនឹងពាក្យទគោះបោះបោកព្រមទាំងពាក្យរយរាឥតប្រយោជន៍នឹងផ្លូវវិជ្ជាទី3នោះគឺថាដែលយើងរាប់ថាផ្លូវចិត្តហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមដែរនៅក្នុងវិន័យគឺយើងមើលទៅឃើញថាមានការហាមតែកាយវិចារទេប៉ុន្តែការអប់រំបែបសមថវិបស្សនាហ្នឹងគឺហាមចិត្តvìព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានមានព្រះតម្រិះមានការស្វែងយល់ឃើញច្បាស់ថាប្រភពដែលនាំឲ្យកាយវិចារកើតទៅជាអំពើអកុសលបានគឺផ្ដើមចេញអំពីសមុដ្ឋានធំគឺចិត្តហ្នឹងឯងបើកាលណាចិត្តនឹងមានការនឹកភ្នែកទៅរកអ្វីមួយហើយមិនយូរទេការសន្សំរឿយជាប្រក្រតីនៃចិត្តហ្នឹងដែលសន្សំត្រេះរិះនៅអំពើជាអកុសលដូចជាការសន្សំរបស់ព្រះសម្មាសម្ពុទ្ធរឿយក្នុងនេកមសង្កបៈហ្នឹងឬក៏យើងថានេកមវិតកៈហ្នឹងការត្រេះរិះនៅក្នុងនេកមហ្នឹងធ្វើឲ្យព្រះអង្គចេញសាងពភ្នោះបានត្រាស់ដឹងពធយ៉ាងណាមិញបុគ្គលទាំងឡាយដែលសន្សំរឿយដែលត្រេះរិះរឿយនៅកាមវិតកៈហ្នឹងគឺថាបុគ្គលនឹងអាចដើម្បីនឹងឈានទៅការប្រព្រឹត្តនៅអំពើអាក្រក់ផ្លូវវាចានិងផ្លូវកាយបានផ្លូវចិត្តនេះសោទៀតគឺថាចិត្តនេះញាតិញោមពុទ្ធបរិស័ទពីព្រោះអវាទទាំង3ហ្នឹងចុងក្រោយគឺតាក់ទងជាមួយចិត្តចឹងខ្ញុំកណាអាត្មានឹងសង្ខេបប៉ុណ្្នឹងសិនណាកាសពបស្សករណង្ហាមិនឲ្យធ្វើនៅអំពើបាបទាំងពួងហ្នឹងគឺវាថាបាបបានដល់លាមកធម៌ទុច្ចរិតនិងអំពើជាអកុសលអីលៈជាដើមច្រើនអញ្ចឹងទៅនឹងបានន័យថាអំពើបាបឬក៏អំពើអាក្រក់ថោកទាបទូរយសអប្រ័យអីដែលយើងប្រើសម្រាប់ស្រុកខ្មែរយើងនឹងថាគឺជាមនុស្សបាបជាបាបប្រមិតអីដែលយើងប្រើហ្នឹងគឺថាអកតញ្ញូអីជាដើមជាមួយនឹងបុគ្គលពាលអីជនផ្ដាច់ការអីទាំងអស់ហ្នឹងគឺថាស្ថិតនៅក្នុងលក្ខខណ្ឌនៃអំពើបាបទាំងឯងដែលគេប្រើផ្លាស់ប្ដូរទៅច្រើនហ្នឹងគឺថាមានន័យអញ្ចឹងហើយសរុបសេចក្តីមកផ្លូវកាយផ្លូវវាចានិងផ្លូវចិត្តហ្នឹងគឺមាន3ដែរគឺថាទី1សម្លឹងរំពៃចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃចិត្តហ្នឹងវាចេះតែគិតណាគិតសម្លឹងឃើញថាចង់បានរបស់អ្នកដទៃហើយទី2នោះគឺថាមានចិត្តគំនុំគុំគួនសងសឹកចង់អាឃាតព្យាបាទអ្នកដទៃនឹងមិនចេះចប់ហ្នឹងមិនចេះចប់ទេគឺថាចិត្តនឹងឯងតែងតែសន្សំ
រឿយហ្នឹងគឺថាជាប្រកដីរបស់ចិត្តបុគ្គលអាក្រក់បុគ្គលបាបហ្នឹងគឺតែងតែចងអាឃាតព្យាបាទអ្នកដតីនឹងមិនឲ្យបានសុខមិនឲ្យបានស្រួលទេរិះរោវិធីសាស្ត្រគ្រប់បែបប្រការដើម្បីកម្ចាត់កម្ចាយធ្វើឲ្យអ្នកដតីនឹងវិនិច្ឆ័យអន្តរាយហ្នឹងគឺថាជាប្រភពជាហេតុដែលការសន្សំនៅអំពើបាបតាមរយៈផ្លូវចិត្តហើយទី3ដែលសំខាន់ផ្លូវចិត្តមែនទែនគឺការយល់ខុសមិច្ឆាទិដ្ឋិនឹងសំខាន់ណាពីព្រមនៅយើងតែយល់ខុសហើយធ្វើក៏ខុសត្រេះរិះក៏ខុសធ្វើក៏ខុសនិយាយក៏ខុសតាំងចិត្តក៏ខុសព្យាយាមអីក៏ខុសដែរឲ្យតែមានការយល់ខុសអញ្ចឹងតាក់ទងជាមួយនឹងផ្លូវចិត្តនឹងឯងគឺជាប្រភពគឺជាហេតុជាឫសគល់ជាអច្ឆតិកសមុដ្ឋានបានន័យថាដែនខាងក្នុងហើយជាប្រភពជាឫសគល់ដែលនាំឲ្យកាយនិងវាចាប្រព្រឹត្តនិងធ្វើទៅតាមបាននេះសូមចម្រើនពរសង្ខេបប៉ុណ្ណឹងណាអរគុណទាំងនេះចំណុចពុទ្ធអវាទឃ្លាទី1ដែលមានជាភាសាបាលីថាសពបបស្សអករណੰព្រះអង្គបានបញ្យល់ហើយកណាពុទ្ធអវាទឃ្លាទី2កុសលសោបសម្បទាណាការដល់ព្រមដោយអំពើជាកុសលគឺការបំពេញនៅកុសលគ្រប់បែបយ៉ាងទី2ហើយទី3គឺសច្ចិតបរិយោតបណੰការធ្វើចិត្តឲ្យស្អាតផូរផង់ដូច្នេះខ្ញុំកណាសូមនិមន្តព្រះអង្គបញ្យល់បន្តទៅទៀតនៅឃ្លាទី2និងឃ្លាទី3កណាសូមនិមន្តកណាសាធុចម្រើនពរណាជាថ្មីម្ដងទៀតតកតងជាមួយនឹងយើងបានសិក្សាបានស្ដាប់ដោយសង្ខេបហើយតកតងជាមួយនឹងការមិនធ្វើអំពើបាបទាំងពួងបើកាលណាយើងគ្រាន់តែមិនធ្វើអំពើបាបហ្នឹងវាជាកុសលទៅហើយយើងមិនធ្វើណាមិនធ្វើជាកុសលហើយប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គលោកថាគុំទុកចិត្តនឹងឲ្យនៅទំនេរគុំទុកកាយឲ្យនៅទំនេរគុំទុកវិចារឲ្យនៅទំនេរពីព្រោះថាបើកាលណាយើងអត់ធ្វើអីសោះនៅឆ្ងៀមយូរទៅវាទៅជាអកុសលវិញអញ្ចឹងដើម្បីកុំឲ្យចិត្តកាយនឹងនៅទំនេរគឺថាយើងត្រូវតែធ្វើនៅអំពើជាកុសលដែលព្រះអង្គត្រាស់សម្ដែងអវាទទី2ហ្នឹងគឺកុសលសោបសម្បទាឲ្យញ៉ាំងកុសលឲ្យដល់ព្រមព្រះអង្គសម្ដែងធម៌ឲ្យសពសត្វទាំងអស់ញ៉ាំងកុសលឲ្យដល់ព្រមហើយកុសលនេះដែលយើងប្រើនៅពាក្យភាសាខ្មែរយើងមែនទែនទៅគឺថាយើងញោមរីជោគាត់ជ្រាបច្បាស់ហើយដែរមានបទពិសោធន៍ច្រើនទាក់ទងជាមួយភាសាអីហ្នឹងគឺថាយើងប្រើប្រាស់ពាក្យពេចន៍រាល់ថ្ងៃហ្នឹងគឺថាគេហៅថាបាលីខ្មែរហ្នឹងគឺថាការប្រើប្រាស់ដូចជាពាក្យថាកុសលដូចជាពាក្យថាបុណ្យដូចជាពាក្យថាសុចរិតដូចជាពាក្យថាអំពើល្អពាក្យថាធម៌សអីទាំងអស់នេះគឺសរុបមកដែលខ្មែរយើងឲ្យឈ្មោះថាបុណ្យឬក៏កុសលហ្នឹងចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអនុញ្ញាតឲ្យប្រព្រឹត្តឲ្យបំពេញឲ្យខំព្យាយាមសន្សំកសាងនៅអំពើជាកុសលកុសលៈសោបសម្បទាហ្នឹងគឺថាឲ្យសន្សំឲ្យបំពេញឲ្យកសាងនៅអំពើជាកុសលទាំងពួងហ្នឹងគឺឲ្យញ៉ាំងកុសលហ្នឹងឲ្យដល់ព្រមបានន័យថាឲ្យធ្វើឲ្យកើតឡើងនៅក្នុងចិត្តហើយកុសលនេះចម្រើនពរញាតិញោមពុទ្ធបរិស័ទគឺថាខ្ញុំកណាអាត្មាហ្នឹងគឺបានបញ្ជាក់ហើយតាក់ទងជាមួយពាក្យថាកុសលក្តីពាក្យថាបុណ្យនឹងក្តីពាក្យថាសុចរិតនឹងក្តីពាក្យថាអំពើល្អក្តីកតញ្ញូក្តីសាមគ្គីក្តីការរួបរួមគ្នាក្តីការចេះយោគយល់គ្នាក្តីអាសៀស្រ័យក្តីប្រជាធិបតេយ្យក្តីបើយើងនិយមន័យមកគឺបុណ្យនឹងឯងបុណ្យនឹងបុណ្យគឺប្រជាធិបតេយ្យនឹងបុណ្យណាស់ពីព្រោះពុទ្ធសាសនាជាបិតានៃប្រជាធិបតេយ្យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យមនុស្សទាំងអស់មានសិទ្ធិមិនមែនព្រះអង្គអនុញ្ញាតទេតែព្រះអង្គមានប្រតិអញ្ចឹងតែករណីគឺថាឲ្យសត្វទាំងអស់គឺមានសិទ្ធិស្មើគ្នាទាំងអស់ដោយអនិច្ចលក្ខណៈធម៌គឺថាស្មើគ្នាអត់អ្នកណាលើសអ្នកណាទេឬក៏យើងហៅថាសាមញ្ញធម៌ណាហើយមនុស្សមានសិទ្ធិរស់រានមានជីវិតនៅលើផែនដីនេះគឺថាមានសិទ្ធិស្មើគ្នាគ្មានពីណាលើសពីណាទេដោយអនិច្ចលក្ខណៈធម៌ទាំង3អញ្ចឹងនិច្ចំទុក្ខំអនត្តាអ្នកណាក៏មានស្មើគ្នាយ៉ាងណាមិញសិទ្ធិសេរីភាពក្នុងការរស់នៅក៏ជាសិទ្ធិដែលបានមកអំពីកំណើតក្នុងការរស់នៅនឹងឯងហើយសរុបសេចក្តីមកពាក្យថាកុសលនេះខ្ញុំកណាអាត្មាសង្ខេបប៉ុណ្ណឹងសិនគឺព្រះអង្គទ្រង់បាន
អនុញ្ញាតឲ្យបំពេញញ៉ាំងនៅអំពើល្អនឹងឲ្យកើតមាននៅក្នុងផ្លូវកាយផ្លូវវាចាផ្លូវចិត្តរបស់យើងណានឹងចម្រើនពរប៉ុណ្ណឹងសិនទេកណានេះជាចំណុចទី2ឬក៏ឃ្លាទី2នៃពុទ្ធឱវាទដែលបានបញ្ជាក់ជាភាសាបាលីថាសព្វនៃកុសលសោបសម្បទាកណាទី2ចុះចំណុចទី3ទៅសច្ចិតបរិយោតបណੰត្រូវធ្វើឬក៏សម្អាតចិត្តឲ្យបានស្អាតភូផង់នឹងស្អាតយ៉ាងម៉េចទៅកណាម្ចាស់រៀងរាល់ពេលវេលានោះណាចម្រើនពរសាធុតកតងជាមួយនឹងសំណួរទី3បាញ់មិញគឺកុសលសោបសម្បទានឹងមកបានបញ្ជាក់ថាកុសលដែលប្រព្រឹត្តទៅក្នុងការសន្សំហើយកុសលនេះសង្ខេបបន្តិចវិញដោយថាកុសលហ្នឹងគឺយើងផ្ដើមចេញអំពីការគិតល្អនិយាយល្អធ្វើល្អនឹងកុសលហ្នឹងគិតល្អនិយាយល្អធ្វើល្អគឺជាដើមនៃកុសលហើយមែនទែនទៅក្នុងពុទ្ធសាសនាយើងលោកឲ្យយមន័យសង្ខេបខ្លីគឺសិល5ហ្នឹងគឺជាក្បាលនៃកុសលដែរបានន័យថាកុសលធម៌ទាំងអស់បើគ្មានសិល5ហ្នឹងទេដូចមនុស្សអត់ក្បាលរស់មិនកើតទេនឹងឲ្យតម្លៃថាសិល5គឺជាសិរៈប្រែមកថាសិរសាណាក្បាលរបស់យើងនឹងបើសិនជាកុសលហ្នឹងវាអត់មានក្បាលវានឹងទេវាអត់រស់ទេយ៉ាងណាមិញមនុស្សយើងបើអត់មានក្បាលក៏មិនរស់ដែរអញ្ចឹងកុសលដើម្បីឲ្យកុសលនឹងប្រព្រឹត្តទៅបានល្អរីកធំធាត់ដុះដាលរុងរឿងចម្រើនបានលុះត្រាតែមានសិល5នឹងគឺជាខាងដើមហើយសិល5នេះគឺជាសិលប្រចាំទ្វីបប្រចាំពិភពលោកប្រចាំសកលលោកនឹងតែម្ដងណាចង់បានសុខក៏ត្រូវតែមានសិល5នឹងមិនប្រកែកបានទេតែខ្វះគឺមានទុក្ខខ្វះមួយជីវិតនឹងគឺដាច់ថោកទាបអន្តរាយបន្តិចទៅបើដាច់2ហ្នឹងគឺកាន់តែអន្តរាយមែនទែនដាច់3អន្តរាយខ្លាំងមែនទែនបើដាច់4ហ្នឹងសេចក្តីសុខនៅក្នុងជីវិតហ្នឹងកាន់តែតិចបើដាច់ទាំង5អស់សេចក្តីសុខលែងមានទាំងក្នុងក្រុមគ្រួសារទាំងសង្គមជាតិហ្នឹងគឺថាបាត់បង់នៅសុភមង្គលសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សហ្នឹងគឺថាបាត់បង់ហិនហោចខ្លោចផ្សាទៅតាមហ្នឹងដែរអញ្ចឹងកុសលហ្នឹងសរុបមកមានប៉ុណ្ណឹងគឺថាការគិតល្អនិយាយល្អនឹងធ្វើល្អហើយជាខាងដើមគឺសិល5ហ្នឹងគឺជាប្រភពជាហេតុជាឫសគល់នៃអំពើល្អឬឫសគល់នៃកុសលហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទប្រកាសណាគុណចាស់គ្រប់ព្រះអង្គអ្នកដឹកនាំជាតិថ្នាក់ជាតិអីដែលគ្រប់សតវណ្ណៈគ្រប់បកគ្រប់និន្នាការទាំងអស់ដែលជាពុទ្ធសាសនិកហ្នឹងចង់បានសុខដែលដូចពាក្យកាបមួយអ្នកប្រាជ្ញលោកលើកឡើងថាបើចង់បានសុខសម្រុកសាងបុណ្យបាបជាដើមទុននៃទោសគ្រោះថ្នាក់ថាបើមិនចង់បានជេរកុំជេរគេមុនបើចង់បានសុខសម្រុកសាងបុណ្យបាបជាដើមទុននៃទោសគ្រោះថ្នាក់បានន័យថាបាបហ្នឹងវាដើមទុនរបស់សេចក្តីទុកទោសគ្រោះថ្នាក់ហ្នឹងបាបហ្នឹងហើយគឺជាដើមទុនហ្នឹងហើយបុណ្យបើចង់បានសុខសម្រុកសាងបុណ្យហើយអត់មានអីដែលសង្ស័យអត់មានអីដែលជាមន្ទិលទេគឺថាច្បាស់ណាស់ប្រកបណាស់មនុស្សយើងមកធ្វើអំពើអាក្រក់គេមិនចាប់ដាក់គុកបានក៏ដោយចោះប៉ុន្តែក្នុងចិត្តខ្លួនឯងនៅមិនស្នុកទេគេហៅថាក្នុងភាសាធម៌លោកសម្ដែងថាអត្តចៈកុចៈក្តៅកុហលកាហាយអន្ទះអន្ទែងខ្លោចសារនៅពេលក្រោយគឺថានឹកអារម្មណ៍យ៉ាងនេះមួយយ៉ាងនោះមួយនឹងគឺថាធ្វើឲ្យការរស់នៅនឹងគឺមានសភាពលំបាកលំបិនតោកយ៉ាវេទនាផ្លូវចិត្តនឹងខ្លាំងមែនទែនទោះបីខាងក្រៅជាសេដ្ឋីតែផ្លូវចិត្តនឹងគឺមហាសែនក្រនិងថោកទាបបំផុតក្នុងចិត្តរបស់យើងហើយញាតិញោមពុទ្ធបរិស័ទសាកមើលបើមិនជឿអ្វីដែលពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនឹងសង្ខេបមកប៉ុណ្ណឹងពីតបមកទៀតគឺសំណួរទី3នេះញោមបានលើកឡើងតាក់ទងជាមួយនឹងសច្ចិតបរិយោទៅប៉ុណ្ណឹងកុសលសោសម្បទានឹងគឺសរុបមកបានដល់គម្ពីរមួយដែរគឺគម្ពីរព្រះសូត្រឬក៏យើងហៅថាព្រះសុតនបិដកដែលមាន 21000 ធម្មខណ្ឌហ្នឹងគឺអវាទទី2ហ្នឹងសរុបទាំងអស់មកគឺបានដល់ព្រះសូត្រឬក៏ព្រះសុតនបិដកហើយចំណែកឯទី3គឺសច្ចិតបរិយោទៈប៉ុណ្ណឹងបានន័យថាព្រះអង្គទ្រង់ពិចារណាទ្រង់មានព្រះតម្រេះត្រាស់ដឹងហ្នឹងគឺថាចាក់ធ្លុះ
ជាសាស្ត្របញ្ញុត្តិញាណហ្នឹងគឺថាសពសល់អត់មានអីសេះសល់ទេនៅក្នុងការមើលរបស់ព្រះសម្មាសម្ពុទ្ធពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គមានបច្ចៈខុ5ឯនោះគឺមានពុទ្ធចក្ខុមង្សចក្ខុបញ្ញាចក្ខុសមន្តចក្ខុអីជាដើមហ្នឹងគឺថាព្រះអង្គបានចាក់ធ្លុះនៅសពកិច្ចកលនៅក្នុងលោកនេះគិតមើលប្រមាណ1000ឆ្នាំហើយអ្វីដែលព្រះអង្គបានត្រាស់សម្ដែងមកទល់ថ្ងៃនេះអត់ទាន់មានអីឃ្លៀងឃ្លាតទេទៀតគឺថានៅតែត្រឹមត្រូវនៅតែសុក្រិតភាពពេញលេញទេហ្នឹងការញ៉ាំងចិត្តឲ្យបរិសុទ្ធស្អាតញ៉ាំងចិត្តរបស់យើងឲ្យបរិសុទ្ធស្អាតចាកមន្ទិលធម៌ទាំង3ហ្នឹងគឺមានលោភៈទោសៈនិងមោហៈនេះអា3ហ្នឹងគឺជាប្រភពជាឫសគល់ដែលធ្វើចិត្តឲ្យសៅមងឲ្យឃ្លីងឃ្លោងកលេបកលាប់ប្រែប្រួលវិបលាស់ផ្លាស់ប្ដូរហ្នឹងគឺមានអាសភាវៈហ្នឹងចូលទៅលុកចិត្តហ្នឹងធ្វើឲ្យចិត្តហ្នឹងវាវិបលាស់ផ្លាស់ប្ដូរប្រែប្រួលគិតខុសពិចារណាខុសត្រេះរិះខុសនៅក្នុងដំណើរដែលមានធម៌3ចូលទៅគឺលោភៈទោសៈនិងមោហៈនឹងចម្រើនពរប៉ុណ្ណឹងទេអរគុណគុណអរចាស់អរគុណចំពោះការពន្យល់មិនជាពិស្ដាណាស់ណាទេប៉ុន្តែលំមស្ដាប់ជាសេចក្តីយល់បានខ្ញុំកណានៅតែចង់សុំនិមន្តព្រះអង្គពន្យល់បន្ថែមទៅទៀតជាសេចក្តីបញ្ជាក់ព្រោះថានៅក្នុងប្រទេសកម្ពុជាយើងជាច្បាប់ទូទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលហ្នឹងក៏បានបញ្ជាក់ហើយថាប្រជាពលរដ្ឋខ្មែរភាគច្រើនជាង 90% ជាអ្នកគោរពព្រះពុទ្ធសាសនាហើយទាំងអស់គ្នានឹងសុទ្ធតែជាអ្នកចង់បានសេចក្តីសុខសេចក្តីចម្រើនទាំងអស់លោកអ្នកដឹកនាំទាំងប្រជាពលរដ្ឋទូទៅបានសេចក្តីថាយើងជាមនុស្សជាតិដូចគ្នាសុទ្ធតែជាអ្នកចង់បានសេចក្តីសុខសេចក្តីចម្រើនហើយក៏ជាភពវាសនាល្អទៅទៀតពុព្វបរិសដូនតាយើងបានជ្រើសរើសយកសាសនាព្រះពុទ្ធបានន័យថាអវាទដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងឃើញថាមានសារៈសំខាន់ល្អណាស់ដូច្នេះជាការរស់នៅប្រចាំថ្ងៃការអនុវត្តកិច្ចការរៀងរាល់ថ្ងៃបើសិនជាយើងទាំងអស់គ្នាបានស្ដាប់បានយល់ហើយបានអនុវត្តតាមអវាទព្រះពុទ្ធជាម្ចាស់ហើយប្រកាសជានឹងបានទទួលនៅសេចក្តីសុខសេចក្តីចម្រើនក្នុងន័យដដែលនេះខ្ញុំកណាចង់សុំនិមន្តព្រះអង្គពន្យល់ដោយសង្ខេបដើម្បីប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទឬក៏ជាសាសនិកនៃសាសនាដទៃក្តីដែលរស់នៅក្នុងប្រទេសកម្ពុជានឹងក៏បីធ្វើយ៉ាងណាជ្រើសយកអវាទនៃព្រះពុទ្ធជាម្ចាស់មកអនុវត្តមកប្រតិបត្តិយ៉ាងណាដើម្បីធ្វើឲ្យភាពចម្រើនរុងរឿងនិងវឌ្ឍនភាពកើតមានដល់បុគ្គលផ្ទាល់ខ្លួនផងដល់ប្រទេសជាតិផងសូមនិមន្តគណៈសាធុចុងក្រោយនេះគឺជាសំណួរដ៏ពិសេសណាស់គឺសម្រាប់អ្នកប្រតិបត្តិកាន់នៅព្រះពុទ្ធសាសនាជាពិសេសពុទ្ធបរិស័ទខ្មែរយើងនៅទូទាំងប្រជាជាតិកម្ពុជារាប់តាំងពីព្រះមហាក្សត្ររហូតដល់ជនសាមញ្ញធម្មតានៅក្នុងប្រទេសយើងគឺកាន់ព្រះពុទ្ធសាសនាទេណារាប់អានព្រះពុទ្ធសាសនានឹងមានការប្រតិបត្តិតាមអវាទរបស់ព្រះពុទ្ធសាសនាឥឡូវនេះគឺថាបើចង់បានសុខយើងត្រូវធ្វើយ៉ាងម៉េចចង់បានសុខបានចម្រើនតើពុទ្ធបរិស័ទត្រូវធ្វើយ៉ាងម៉េចយើងមានការយល់ច្រឡំបន្តិចហើយសូមចម្រើនពរដោយខ្លីចំពោះទស្សនៈជារួមរបស់ពុទ្ធបរិស័ទខ្មែរយើងនឹងគឺមួយចំនួនគាត់ឲ្យតម្លៃពុទ្ធអត់តាមត្រូវអ្នកខ្លះឲ្យតម្លៃពុទ្ធស្មើនឹងអតិទេពពីព្រោះគាត់តែងទៅសុំសុខពីពុទ្ធទៀតណាទៅសំពះបន់ស្រន់បួងសួងអ្នកខ្លះទៅបន់ស្រន់បួងសួងឲ្យសុំសុខសុំជប់សប្បាយអ្នកខ្លះទៅទៀតធ្វើពិធីបន់ស្រន់បួងសួងសុំព្រះដើម្បីការពារអំពើអាក្រក់របស់ខ្លួនទៅទៀតនេះឯងគឺជាទស្សនៈមួយខុសពុទ្ធអត់បានទ្រង់ត្រាស់សម្ដែងចឹងទេតែគឺថាបើសិនជាញាតិញោមចង់បានសុខព្រះអង្គសម្ដែងថាធម្មោហវេរកតិធម្មចារੰធម្មោសុចណោសុខមាវហតិអេសាតិសង្សោធម្មោសុចនេនៈ
សុខតੰគាចហន្តិធម្មចារីធម្មចារੰបានន័យថាធម៌រក្សាអ្នកប្រតិបត្តិធម៌នឹងសូមចម្រើនពរញាតិញោមមកជ្រាបថាធម៌រក្សាអ្នកប្រតិបត្តិធម៌មិនរក្សាអ្នកមិនប្រតិបត្តិធម៌ទេនឹងចម្រើនពរឲ្យបានជ្រាបនឹងយល់ន័យនេះថ្មឧទាហរណ៍ថាព្រះសម្មាសម្ពុទ្ធគឺជាអ្នកស្គាល់ច្បាស់នៅផ្លូវហើយយើងគឺជាអ្នកវង្វេងផ្លូវនេះអានុភាពរបស់ព្រះពុទ្ធណាដែលព្រះអង្គទ្រង់បានត្រាស់ដឹងសពផ្លូវទាំងអស់គឺមានផ្លូវអមផ្លូវតឹងនិងផ្លូវកណ្ដាលហ្នឹងព្រះអង្គត្រាស់ដឹងសពគ្រប់ហើយព្រះអង្គបង្ហាញថានេះសេចក្តីសុខអាចកើតឡើងដោយការប្រតិបត្តិយ៉ាងនេះតែបើសិនជាយើងមិនបានធ្វើដំណើរទៅតាមអ្វីដែលព្រះពុទ្ធលោកបានទ្រង់ចង្អុលបង្ហាញទេសេចក្តីសុខមិនកើតមានដាច់ខាតអត់ទេឧទាហរណ៍ដោយប្រទេសយើងអញ្ចឹងក្នុងនាមប្រទេសមួយកាន់ពុទ្ធសាសនាប៉ុន្តែរាល់ពិធីបុណ្យសាសនាធំមិនដែលឃើញរូបពុទ្ធបដិមាតាំងនៅតាមបណ្ដាផ្លូវទេអត់មានទេមានតែរូបប៉ាណូស្រាបៀបារីសុទ្ធតែគ្រឿងបំផ្លាញសតិស្មារតីដែលធ្វើឲ្យមនុស្សអន់ថយហើយធ្វើឲ្យមនុស្សឆ្លក់វង្វេងឆ្កួតលាជាមួយនឹងវត្ថុគ្រឿងទាំងអស់នោះនឹងចម្រើនពរដែលយើងនៅយល់ច្រឡំដែលអត់ទាន់ត្រឹមត្រូវទៅសំទៅនឹងជាអ្នកប្រតិបត្តិធម៌អាសិក្ខាវិន័យទេវិទ្យុគ្រប់បណ្ដាវិទ្យុទូរទស្សន៍ទាំងអស់ដែលពេញនិយមបំផុតសម្រាប់ប្រទេសកាន់ពុទ្ធសាសនាដូចខ្មែរយើងរាល់ថ្ងៃនេះគឺការផ្សព្វផ្សាយពាណិជ្ជកម្មស្រានិងបារីនេះឯងដែលជាគ្រឿងបំផ្លាញសតិអារម្មណ៍គ្រឿងបំផ្លាញនៅសេចក្តីថ្លៃថ្នូររបស់មនុស្សនិងការបង្កឡើងនៅគ្រោះថ្នាក់ភាពមហន្តរាយហិនហោចសពគ្រប់បែបប្រការហ្នឹងគឺច្រើននេះចម្រើនពរមិនបន្ទោសអ្នកណាទេគឺថាយើងមើលឃើញអញ្ចឹងទេនឹងឯងគឺថាបើចង់បានសុខគឺតែត្រូវធ្វើបុណ្យហើយចុះបើយើងគិតនាំគ្នាប្រព្រឹត្តធ្វើនៅអំពើអីផ្សេងអញ្ចឹងសួរថាសុខនឹងវាកើតមានទេមិនទេទៅបីបន់ស្រន់បួងសួងអីយ៉ាងណាក៏មិនបានដែរអញ្ចឹងបើចង់បានសុខគឺរាប់ពីព្រះមហាក្សត្ររហូតដល់រាជរដ្ឋាភិបាលរហូតដល់ជនសាមញ្ញគ្រប់គ្នានឹងគឺត្រូវតែមានការប្រតិបត្តិធម៌មួយទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គគ្រាន់តែជាគ្រូពេទ្យទេព្រះអង្គផ្សំថ្នាំហើយព្រះអង្គគឺជាគ្រូពេទ្យដ៏ធំហើយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងគឺជាឱសថដែលជាធម្មឱសថឥឡូវនេះព្រះអង្គទ្រង់បានផ្សំថ្នាំរួចហើយព្រះអង្គស្គាល់អំពីអាការៈរោគរបស់យើងថាយើងកើតរោគអីហើយព្រះអង្គបានចេញវិជ្ជាបញ្ជាឧទាហរណ៍ណាព្រះអង្គចេញវិជ្ជាបញ្ជាព្រមទាំងឲ្យថ្នាំហ្នឹងសម្រាប់ព្យាបាលហើយបើយកមកយើងមិនទទួលទានថ្នាំហ្នឹងទេមិនលេបថ្នាំហ្នឹងទេសួរថាយើងជារោគទេបានសេចក្តីសុខទេអត់ទេញាតិញោមមិនជាទេមានតែស្លាប់ហើយយ៉ាងណាមិញព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធបានប្រកាសសម្ដែងហើយមានអវាទ3ជាដើមសពបបាបសៈករណੰហាមិនឲ្យធ្វើអំពើបាបទាំងពួងកុសលៈសោបសម្បទាឲ្យញ៉ាំងកុសលឲ្យដល់ព្រមសច្ចតបរិយោទៈប៉ុណ្ណឹងទ្រង់ឲ្យជំរះចិត្តឲ្យស្អាតបរិសុទ្ធចាក់គ្រឿងមន្ទិលសៅមងចិត្តមានលោភៈទោសៈមោហៈជាដើមឲ្យជ្រះស្រឡះចេញទៅអេតាំងពុទ្ធានុសាសនទាំង3នេះគឺជាអវាទគឺជាពុទ្ធសាសនាជាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសសម្ដែងបដិស្ថាននៅរហូតដល់សប្តាហ៍ថ្ងៃចឹងទាំងអស់នេះគឺជាថ្នាំហើយបើសិនជាញាតិញោមមិនបានទទួលទានទេរោគនឹងមិនជាទេយ៉ាងណាមិញរោគផ្លូវចិត្តឥឡូវនឹងកំពុងតែដុតរោលញាតិញោមកណាគុណចាស់គ្រប់អង្គហើយបើយើងមិនទទួលទានយើងមិនព្យាបាលទេមិនជាទេយ៉ាងណាមិញសេចក្តីសុខដែលជាវត្ថុបំណងដែលជាការចង់បានរួមរបស់យើងគ្រប់គ្នានេះអ្នកធ្វើអាក្រក់ក៏ចង់បានអ្នកធ្វើល្អក៏ចង់បានអ្នកជិះជាន់គៀបសង្កត់គេក៏ប្រកាសខ្លួនឯងថាចង់បានសុខឥឡូវយើងពិនិត្យទង្វើរបស់យើងវិញទង្វើរបស់យើងដែលជាអ្នកគៀបសង្កត់ជិះជាន់បៀតបៀនអ្នកដទៃនឹងទង្វើនឹងមិនមែនទង្វើបានសុខទេជាទង្វើចងពៀជាទង្វើចងគំនុំចងអាឃាតព្យាបាទមិនចេះចប់អាទង្វើនឹងមិនសុខមិនចម្រើនទេចម្រើនពោយ៉ាងណាមិញយើងអ្នកប្រតិបត្តិធម៌អ្នកយល់ធម៌គឺត្រូវតែសន្សំនៅសុចរិតការគិតត្រូវការត្រេះរិះត្រូវការនិយាយត្រូវនិងការធ្វើត្រូវយកមកដាក់ក្នុងខ្លួនទើបបានសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ប្រទេសជាតិដល់ខ្លួនគ្រប់គ្នាជាទីបញ្ចប់ខ្ញុំកណាសូម
អរគុណនិងសូមនមស្ការក្រាបថ្វាយបង្គំលាពីចម្ងាយសំណាក់គុណចាស់គ្រប់អង្គនិងសូមចម្រើនពរលាញាតិញោមពុទ្ធបរិស័ទនិងជូនបុណ្យកុសលសូមឲ្យស្គាល់តែសេចក្តីសុខសន្តិភាពទាំងផ្លូវកាយផ្លូវវិជ្ជានិងផ្លូវចិត្តហើយសូមប្រគេនពរដល់គណៈគុណចាស់គ្រប់អង្គញាតិញោមពុទ្ធបរិស័ទទាំងអស់មានសម្បត្តិដ៏វិសេសមួយគឺសម្បត្តិបញ្ញាសមាធិហើយឲ្យរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាសូមអរគុណចំពោះដែលប្រគុណសង្ឃរកិតោសុនសុភាពដែលព្រះអង្គបានមានប្រតិសន្តោសប្រោះប្រណីទទួលនិមន្តសម្ដែងពន្យល់អំពីអវាទនៃពុទ្ធទាំង3ចំណុចដែលខ្ញុំកាលណាខ្ញុំបានរតនាហើយព្រះអង្គក៏បានសម្ដែងពន្យល់រួចមកហើយក្នុងឱកាសនេះសូមព្រះអង្គបានស្ថិតនៅក្នុងអ្វីដែលជាប្រយោជន៍ជាចម្រើនក្នុងពុទ្ធសាសនាហើយថ្ងៃក្រោយទៅនឹងបានជាមគ្គុទ្ទេសក៍ចង្អុលបង្ហាញនៅខ្លឹមសារផ្សេងតាមពុទ្ធឱវាទជាបន្តទៅទៀតសូមអរគុណដោយសេចក្តីគោរពគណៈម្ចាស់ហើយម្យ៉ាងទៀតសូមអរគុណចំពោះលោកអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសដែលបានយកប្រតិយកចិត្តទុកដាក់ស្ដាប់ហើយក៏សូមមេត្តាពិចារណាផងដែរថាបើសិនជាអ្វីដែលព្រះអង្គបានសម្ដែងហើយបញ្ជាក់អំពីពុទ្ធឱវាទនេះមែនទែនទៅពុទ្ធឱវាទគឺប្រកាសជាមានសារៈសំខាន់រកអ្វីប្រៀបស្មើពុំបានទេពួកគិតពីរយៈពេលដែលព្រះសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បានសម្ដែងហើយនៅកន្លងផុតទៅមួយទល់ឥឡូវនឹងវាជាង 2500 ផ្លាយឆ្នាំទៅហើយខ្លឹមសារនៃពុទ្ធឱវាទនៅតែមានសារៈសំខាន់ដដែលហើយពិភពលោកក៏បានជ្រើសរើសយកពុទ្ធសាសនានឹងជាសាសនាកំពូលក្នុងពិភពលោកហើយទទួលស្គាល់យកមកគោរពប្រតិបត្តិកាន់តែច្រើនឡើងផងដែរដូច្នេះជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជំរាបហើយជំរាបទៀតព្រះអង្គសន្តិភាពក៏បានមានពុទ្ធិកាធេរដីកាពយល់ដែរហើយថាបើយើងទាំងអស់គ្នាពិតជាចង់បានសេចក្តីសុខសេចក្តីចម្រើនមែនជាប្រចាំថ្ងៃនោះសម្រាប់ខ្លួនយើងផងសម្រាប់ប្រទេសជាតិយើងផងក៏បីអស់លោកជ្រើសរើសយកមកអនុវត្តប្រតិបត្តិឲ្យបានជាអចិន្ត្រៃយ៍ទៅនោះសេចក្តីសុខសេចក្តីចម្រើនប្រកបជានឹងកើតមានជាពុំខាននៅទីបញ្ចប់សូម